taជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំសូមធ្វើវីដេអូពីរបៀបបញ្ចុកចំណីកូនសត្វបាទខ្ញុំឃើញបងប្អូនយើងច្រើនតាយកចំណីមកហើយត្រាំទឹកហើយក៏យកកំពង់ជ័រឬក៏យកស្លាបព្រាជ័រតូចៗទៅបញ្ចុកទៅឃើញថាកពុបច្រើនបាទឥឡូវខ្ញុំសូមធ្វើវិធីងាយៗឲ្យបងប្អូនយើងឃើញបាទនេះខ្ញុំប្រើសារ៉ាងបាទប្រើសារ៉ាងហើយនឹងចំណីដែលប្រភេទចំណីក្របល្អិតមិនមែនជាចំណីប្រភេទចំណីមូលគ្រាប់ធំទេបាទនេះគឺខ្ញុំដាក់ចំណីចូលក្នុងត្រាំទឹកបាទគឺត្រាំទឹកវារយៈពេលទុកចោល5នាទីទៅបាទត្រាំទឹកវាហើយបងប្អូនដួសបញ្ចុកគឺវាមិនងាយហើយទេបើបានតែសัตว์1 2អីហ្នឹងអត់អីទេបងប្អូនតែបើសัตว์ច្រើនគឺមិនងាយបញ្ចុកហើយទេហើយចំណីនេះដែរគឺខ្ញុំអត់យកប្រភេទចំណីគ្រាប់មូលនោះទេបងប្អូនបាទព្រោះចំណីហ្នឹងត្រាំទៅវាយើងកូរវាអត់បែកទេគឺខ្ញុំប្រើប្រភេទចំណីវៀតណាមមានគ្រាប់បែបនេះបាទគឺចំណីនេះគឺងាយស្រួលត្រាំទឹកតែរយៈពេល5នាទីទៅគឺយើងកូរវាម៉ត់ហើយណាបាទនៅពេលវារីកចឹងហើយគឺយើងកូរវាឲ្យម៉ត់ឲ្យសព្វសាច់ទៅល្មមដែលយើងបើកស្រាងទៅបានបាទតែឥឡូវយើងកូរវាល្មមចឹងព្រោះសារ៉ាងយើងធ្វើដាក់មុខវាតូចហើយចាំមើលវីដេអូបើបងប្អូនចូលចិត្តខ្ញុំនឹងធ្វើវីដេអូពីរបៀបធ្វើសារ៉ាងឲ្យបងប្អូនមើលបាទនេះគឺយើងស្រួលបញ្ចុកវាអញ្ចឹងគឺអត់កពុបចំណីទេបងប្អូនអត់ខ្ជះខ្ជាយចំណីយើងខាតទេយើងលាយវាល្បាយល្មមកុំឲ្យរាវពេកល្មមមកយើងបើកសារ៉ាងបានយើងងាយស្រួលបញ្ចុកមែនទែនបងប្អូនអត់ដូចយើងដួសយកទៅបញ្ចុកទេគឺពុកច្រើនបាទអរគុណបងប្អូនវីដេអូមានប៉ុណ្ណឹងទេកុំភ្លេចបើបងប្អូនគិតថាវីដេអូល្អក៏សូមជួយ like និង follow ម្នាក់មួយផងបាទអរគុណ